មួយម៉ោងមុននេះរដ្ឋមន្ត្រីក្រសួងការបរទេសថៃសីហស័កបានចង្អុលបង្ហាញថាថៃឡង់មានការខកចិត្តចំពោះការផ្សាយរបស់ដូណាល់ត្រាំអំពីទាហានថៃជាន់មីនដែលហៅថាជាគ្រោះថ្នាក់តាមផ្លូវដែលធ្វើឲ្យប្រជាជនសាធារណជនថៃណាមានការឈឺចាប់ក្នុងចិត្តណាហេអញ្ចឹងសៀមវាប្រាប់ហើយវាថាខ្ញុំថៃជាន់មីនរបស់ហ៊ុនសែនមិនមែនជាគ្រោះថ្នាក់តូចតាចទេអញ្ចឹងខ្ញុំអត់មានយល់ឃើញថារឿងជាន់មីនទេមានន័យថាថៃទោះបីប្រទេសវាតូចក៏វាមានគោលចំហវាបើដូណាល់ត្រាំទៅប្រខិតប្រខំវានឹងចូលចិនវាចូលចិនណាវាចូលចិនហើយវានៅអាស៊ីមិនណាទៅដាក់ទណ្ឌកម្មវាស្រែកប្រាប់ពិភពលោកថាខ្ញុំច្បាំងគ្នាជាមួយនឹងហ៊ុនសែនណាហើយវាមិនបានជាមកដាក់ទណ្ឌកម្មតែខ្ញុំអាហ្នឹងវាតវ៉ានេះទៀតអាហ្នឹងអញ្ចឹង